Ok ថ្ងៃនេះខ្ញុំនឹងប្រាប់ពីកន្លឹះងាយៗក្នុងការបង្កើត grid ចេញពី polygon ដែលយើងមានស្រាប់នៅក្នុងកម្មវិធី QGIS អញ្ចឹងខ្ញុំមានទិន្នន័យ protected area មួយនៅក្នុងនេះគឺដែនជម្រកសត្វព្រៃលំផាត់ហើយខ្ញុំបង្កើត grid ចេញពីដែនជម្រកសត្វព្រៃលំផាត់ហ្នឹងអញ្ចឹងនៅក្នុង QGIS យើងមើលផ្នែកខាងលើមាន Geo processing tool នេះគឺយើងយក toolbox ហើយអ្នកនេះអាច search ដាក់ថា create ហើយ grid អញ្ចឹងនៅក្នុងផ្នែកខាងក្រោមឃើញវាដាក់ថា vertex creation អញ្ចឹងក្នុងនេះគេដាក់ថា create grid អញ្ចឹងយើងប្រើ tool ហ្នឹងមកហើយនៅផ្នែកខាងលើនេះគឺជាអ្វីដែលយើងចង់បានអញ្ចឹងនៅក្នុងផ្នែកខាងលើនេះយើងចង់បានជា line ចង់បាន polygon បែប diamond hexagon ហើយខ្ញុំយកជា rectangle polygon អញ្ចឹងនៅផ្នែកនេះគឺយើងចង់ឲ្យវា grid នឹងវាទំហំប៉ុណ្ណាខ្ញុំចង់បានឲ្យវាធំល្មមជាមួយនឹងដែនជម្រកសត្វព្រៃលំផាត់ខ្ញុំចុចយកកន្លែង calculate from layer ហើយខ្ញុំយកពាក្យ layer នេះពេលដែលវាបង្កើត grid នឹងវានឹងធំស្មើល្មមហើយ4ជ្រុងជាមួយនឹងដែនជម្រកសត្វព្រៃលំផាត់ហ្នឹងខ្ញុំឧទាហរណ៍ថាខ្ញុំចង់បាន4គីឡូម៉ែត្រអញ្ចឹងខ្ញុំវាយពាក្យនៅផ្នែកខាងលើនេះបដោយ4000អញ្ចឹង4000ម៉ែត្រឬក៏អ្នកនេះអាចដូរជាពាក្យគីឡូម៉ែត្រហើយអ្នកនេះអាចវាយពាក្យ4គីឡូម៉ែត្រខាងនេះខ្ញុំអាចជ្រើសយកគីឡូម៉ែត្រហើយខ្ញុំវាយពាក្យ4គីឡូម៉ែត្រដូចគ្នាអញ្ចឹងនៅផ្នែកខាងក្រោមនេះអត់មានអីទេបើយើងមើលទិន្នន័យអាស្រ័យទៅលើទិន្នន័យរបស់យើងកាលណាដែលរបស់យើងលំផាត់របស់យើងមាន coordinate system វាអញ្ចឹងគឺវាចេញមកអញ្ចឹងសារខ្ញុំមាន UTM zone 48N ហ្នឹងគឺវាអូតូអញ្ចឹងបើចង់ save អាចយក save to file បានប៉ុន្តែខ្ញុំអត់ចង់ save ទេអញ្ចឹងយើងចុចពាក្យ run អូខេអញ្ចឹងនៅក្នុងនេះវានឹងបានបង្កើតជា polygon ជា grid ឲ្យយើងអញ្ចឹងអ្នកគ្នាអាចដោះវាមើលវាអាចមើលឃើញហើយខាងក្រោមនេះគឺជាលំផាត់របស់យើងដែលយើងបង្កើតចេញមិញអញ្ចឹងនៅក្នុងនេះសិនជាអ្នកចង់លុបអ្នកអាចលុបចេញបាន